នេះគឺជាសកម្មភាពយើងធ្វើផ្លូវបេតុងប្រហែលជាទទឹង5 ម៉ែត្របណ្ដោយ384 ម៉ែត្របច្ចុប្បន្នធ្វើបាន230 ម៉ែត្រហើយដែលបានពលរាជការជួយឧបត្ថម្ភនេះគឺជាគោលបំណងទី2បន្ទាប់ពីការធ្វើរបងវត្តហើយក៏បាននឹកឃើញនៅចង់ធ្វើផ្លូវជាប់ក្នុងរបងពីខាងលិចវត្តហ្នឹងដើម្បីងាយស្រួលដល់សាធារណជនបានធ្វើដំណើររកស៊ីធ្វើទានធ្វើស្រែចម្ការជាដើមងាយស្រួលមួយទៀតដល់កូនចៅយើងចំនួនក្រោយផងហើយវាបានសម្រេចជាបនផងបនតែចម្រើនទាំងថ្ងៃទាំងយប់សប្តាហ៍វេលាដែលជាទៀតមួយទុកបានយូរទៀតដើម្បីងាយស្រួលដល់សាធារណជន